ជំរាបសួរនៅថ្ងៃសៅរ៍បាទទី10ខែឧសភាឆ្នាំ2025នេះបាទខ្ញុំក៏បន្តធ្វើព័ត៌មានបាទជាព័ត៌មានមួយក្នុងការនិយាយបាទពីហេតុការណ៍បាទដែលឥណ្ឌាហើយនិងប៉ាគីស្ថានបាទបាញ់គ្នាលើអាកាសបាទដោយប្រើយន្តហោះហ្នឹងគឺ125គ្រឿងបាទចឹងឃើញថាសូម្បីតែឥណ្ឌានិងប៉ាគីស្ថានបាទក៏កើតចំនួនបាទរហូតបាទផ្ទុះអាវុធយន្តហោះចម្បាំងហ្នឹងរហូត125គ្រឿងបាទបាញ់នៅលើអាកាសបាទទម្លាក់មកក្រោមបាទចឹងយើងឃើញថាពិភពលោកបាទគឺនិយាយគ្នាលែងបានហើយបាទយើងមុនយើងឃើញតែអ៊ីស្រាអែលបាទប៉ាឡេស្ទីនបាទឬមួយក៏ពួករ៉ាប់បាទអ៊ុយក្រែនហើយនិងរុស្ស៊ីហើយនិងប្រទេសផ្សេងចឹងទៅអាហ្វហ្គានីស្ថានចឹងទៅឥឡូវនេះគឺឥណ្ឌាបាទឥណ្ឌាប៉ះជាមួយនឹងប៉ាគីស្ថានបាទដែលបាញ់គ្នាលើអាកាសហ្នឹងគឺប្រើយន្តហោះចម្បាំងហ្នឹង125គ្រឿងបាទ125គ្រឿងចឹងអត់មានបាទអង្គការណាមួយបាទសម្របសម្រួលបានទេបាទអត់មានបាទមហាអំណាចណាមួយសម្របសម្រួលបានទេបាទអត់មានទេវាកើតឡើងដោយប្រទេសមួយនេះបាទដែលបាទមានអសភាវុធទំនើបនេះបាទនិយាយគ្នាការទូតអត់ស្ដាប់បាទគឺអត់មានការទូតអីគឺមានតែអាវុធបាទនេះហើយដៃចរន្តយើងមើលឲ្យឃើញថាលើពិភពលោកបាទចាប់ផ្ដើមរង្គោះរង្គើបាទមិនថាផ្នែកបាទសង្គ្រាមពាណិជ្ជកម្មពិភពលោកដែលលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកដាក់លើពន្ធគយលើប្រទេសផ្សេងទៅឥឡូវនេះគឺសភាវុធចាប់ដើមប្រើទៀតបាទប្រើទៀតឥណ្ឌាប៉ាគីស្ថាននេះឥណ្ឌាគឺមិនងាយទេបាទក្នុងការបាទប្រើសភាវុធឬយោធាចឹងកាលពីថ្ងៃទី8បាទគឺខែឧសភាឆ្នាំ2025បាទម៉ោង22:32បាទទីក្រុងអ៊ីស្លាម៉ាបាតឥណ្ឌានិងប៉ាគីស្ថានបានបាញ់ប្រហារគ្នាតាមផ្លូវអាកាសបាទដោយយន្តហោះចម្បាំងបាទតទល់គ្នានឹងគឺរយៈពេលជាង1ម៉ោងមើលទៅដូចនៅក្នុងខ្សែភាពយន្តមន្ត្រីសន្តិសុខជាតិប៉ាគីស្ថានប្រាប់ទូរទស្សន៍ CNN ថាយន្តហោះមិនក្រោម125គ្រឿងទេដែលបានចូលរួមប្រយុទ្ធគ្នាដើម្បីជួយភាគីម្ខាងបាទរឿងនេះជាការពិតមែនវាជាឆាកប្រយុទ្ធលើអាកាសដ៏ធំបំផុតចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី2ការប្រយុទ្ធគ្នាដ៏ធំសម្បើមអស្ចារ្យលើកនេះឆ្លុះបញ្ចាំងបាទនៅការឡើងកម្ដៅសង្គ្រាមដ៏កម្រិតខ្ពស់បំផុតបាទរវាងប្រទេសនុយក្លេអ៊ែរទាំងពីរទីក្រុងអ៊ីស្លាម៉ាបាតឥណ្ឌានិងប៉ាគីស្ថានបានបាញ់ប្រហារគ្នាលើអាកាសបាទដោយយន្តហោះរយៈពេល1ម៉ោងបាទអញ្ចឹងប៉ាគីស្ថានបាទក៏បានប្រើបាទយន្តហោះចម្បាំងវិញបាទនេះគឺជាពិតមែនហើយការទូតប៉ុន្តែបើការទូតបរាជ័យបាទប្រទេសទាំងពីរអាចនឹងធ្លាក់ចូលនៅក្នុងភ្នក់ភ្លើងសង្គ្រាមរ៉ាំរ៉ៃក៏ថាបានបាទនៅការប្រឆាំងគ្នារវាងយន្តហោះហើយនិងយន្តហោះប៉ាគីស្ថានអះអាងថាខ្លួនបាញ់ធ្លាក់យន្តហោះឥណ្ឌា5គ្រឿងប្រភពខ្លះថាយន្តហោះរបស់ប្រទេសទាំងពីរហោះសំកាំងពីលើដែនអាកាសនៃប្រទេសរៀងខ្លួនដើម្បីបាញ់គ្រាប់កាំភ្លើងដាក់គ្នាចំណែកកងទ័ពជើងគោកបានបាញ់មីស៊ីលចម្ងាយជាង100ម៉ាយដាក់គ្នាទៅវិញទៅមកអាកាសយាននិកឥណ្ឌាព្យាយាមបើកយន្តហោះចូលដែនអាកាសប៉ាគីស្ថានបំរុងវាយប្រហារដូច្នេះអាជ្ញាធរប៉ាគីស្ថានបានប្រកាសអាសន្នឲ្យប្រជាជនប្រុងប្រយ័ត្ននៅលើទីតាំងដែលខ្លួនយល់ថាកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំងនេះហើយដែលជាភ្លើងសង្គ្រាមបាទដែលខ្ញុំតែងតែលើកឡើងថាពិភពលោកបាទកំពុងតែអស្ថិរភាពនយោបាយបាទរាល់ដែលអស្ថិរភាពនយោបាយគឺសង្គ្រាមយោធាសភាវុធកើតឡើងហើយឥឡូវនេះយើងឃើញថាឥណ្ឌានិងប៉ាគីស្ថានលេងគ្នាមួយប្រាវបាទយន្តហោះហ្នឹងគឺ125គ្រឿងប្រយុទ្ធផ្លូវអាកាសបាទឥឡូវនេះយើងទាយទៀតថាសង្គ្រាមរវាងប៉ាគីស្ថានហើយនិងឥណ្ឌាគឺមិនងាយចប់ទេ
មិនងាយចប់ទេព្រោះវាអត់មានអីដែលសមបសមួលបានអត់មានអាមេរិកកាំងដើរផ្លូវផ្សេងបាទក្នុងដំណាក់កាលបាទប្រធានាធិបតីថ្មីគឺលោកដូណាល់ត្រាំនេះដើរផ្លូវផ្សេងបាទដោយផ្ដាច់ជំនួយអ្វីផ្សេងទាំងអស់បាទដោយសឹងតែនឹងផ្ដាច់ការទូតនឹងប្រទេសផ្សេងបាទយកសង្គ្រាមពាណិជ្ជកម្មបាទវាយប្រហារប្រទេសផ្សេងចឹងវាអត់មានអីនិយាយបានទេណាចឹងអឺរ៉ុបឥឡូវនេះបាទក៏កំពុងតែគ្រប់គ្រងទៅលើអ៊ុយក្រែនបាទដើម្បីវាយប្រហារទៅលើប្រទេសរុស្ស៊ីចឹងវាអត់មានអីនិយាយបានបាទរុស្ស៊ីអ៊ុយក្រែនកំពុងតែមានសង្គ្រាមកាន់តែខ្លាំងបាទគេសង្ឃឹមថាអាមេរិកកាំងបើសិនណាជាលោកដូណាល់ត្រាំប្រធានាធិបតីនេះលោកជាប់ឆ្នោតហើយដឹកនាំអាមេរិកកាំងនេះបាទក្នុងការសមបសមួលរុស្ស៊ីហើយនិងអ៊ុយក្រែនបាទបញ្ចប់ភ្លើងសង្គ្រាមបាទគឺមានន័យថាវាមានសន្តិភាពហើយឥឡូវអ៊ុយក្រែនហើយនិងរុស្ស៊ីគឺនិយាយគ្នាអត់បានទេឥឡូវវាបែកជាមកប៉ាគីស្ថានបាទនិងឥណ្ឌាទៀតបាទអ៊ីស្រាអែលនឹងក៏នៅសង្គ្រាមបាទជាមួយនឹងពួកអឺរ៉ាប់បាទជាមួយនឹងប៉ាឡេស្ទីនបាទដូចជាស្លូវ៉ាគីនិងសម្ព័ន្ធមិត្តរបស់ប៉ាឡេស្ទីនទៀតណាបាទចំណុចនេះចឹងពិភពលោកចាប់ផ្ដើមមានការប្រែប្រួលហើយបាទផ្នែកអសន្តិសុខបាទប្រែប្រួលហើយចឹងយើងមានតែរងចាំមើលទៀតថាតើសង្គ្រាមបាទរវាងប៉ាគីស្ថានហើយនិងឥណ្ឌានេះបាទវាចូលទៅនឹងភ្នក់ភ្លើងសង្គ្រាមលោកដែរឬទេហើយបើសិនណាជានៅបន្តបាទបាញ់គ្នាទៀតខ្ញុំជឿថាសង្គ្រាមលោកលើកទី3នឹងកើតឡើងហើយដោយឥណ្ឌាហើយនិងប៉ាគីស្ថានដោយរុស្ស៊ីហើយនិងអ៊ុយក្រែនដោយអ៊ីស្រាអែលហើយនិងប្រទេសប៉ាឡេស្ទីននិងអារ៉ាប់នោះបើចំណុចនេះវានឹងកើតឡើងហើយភ្លើងសង្គ្រាមលោកលើកទី3ឥឡូវនេះគឺសង្គ្រាមពាណិជ្ជកម្មវាបានកើតឡើងហើយបាទក្នុងអាណត្តិដូណាល់ត្រាំជាប្រធានាធិបតីសហរដ្ឋអាមេរិកបាទចឹងខ្ញុំបញ្ចប់បាទអត្ថាធិប្បាយព័ត៌មានតែប៉ុណ្ណឹងបាទនៅថ្ងៃសៅរ៍នេះអរគុណច្រើន